ពលរដ្ឋកម្ពុជាមិនត្រូវការអ្វីលើសពីសេចក្តីសុខមិនត្រូវការអ្វីលើសពីសន្តិភាពប្រសិនជាគ្មានសន្តិភាពគឺការអភិវឌ្ឍរបស់ប្រទេសជាតិក៏ពុំមានបានដែរហើយខ្ញុំក៏សង្ឃឹមថាចាប់តាំងពីពេលនេះទៅចំណងសាមគ្គីភាពមិត្តភាពក្នុងចំណោមពលរដ្ឋកម្ពុជាគ្រប់ជាន់ថ្នាក់នឹងកើតមានជាបន្តបន្ទាប់និងរក្សាបានជាអមតៈសម្រាប់ក្តីសុខក៏ដូចជាបំណងប្រាថ្នារួមរបស់ពលរដ្ឋកម្ពុជាបាទសូមអរគុណខ្ញុំបាទឈ្មោះលៀងមកពីសមាគមអតីតនិស្សិតកម្ពុជាសិក្សាមកពីប្រទេសវៀតណាមបើនិយាយពីកត្តាសម្រាប់ក្នុងនាមជាពលរដ្ឋកម្ពុជាគឺយើងពិបាកនឹងរៀបរាប់ប៉ុន្តែអ្វីដែលជាទឹកចិត្តរបស់ពលរដ្ឋយើងនៅឃើញនៅពេលដែលយើងមើលឃើញការទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋនេះគឺជាបេះដូងមួយដែលទាញឲ្យបេះដូងខ្ញុំពំនាំនៅសម្ភារៈមួយចំនួនមកជួយពួកគាត់ព្រោះយើងថាបើសិនជាយើងជាជនជាតិខ្មែរយើងមិនជួយគ្នាគឺគ្មានអ្នកណាអាចជួយពលរដ្ឋបងប្អូនរបស់យើងបាននោះទេការមានកិច្ចព្រមព្រៀងបទឈប់បាញ់គឺជាចំណុចចាប់ផ្ដើមមួយដ៏ល្អព្រោះថាបើសិនជាគ្មានភាពចាប់ផ្ដើមនោះភាពជោគជ័យក៏យើងមិនអាចមានបានដែរអញ្ចឹងការចាប់ផ្ដើមមួយដែលចេញដំណើរពីកិច្ចព្រមព្រៀងបទឈប់បាញ់គឺជាជំរើសដ៏ល្អមួយដែលរដ្ឋាភិបាលបានជ្រើសផ្លូវដើរមួយដ៏ត្រឹមត្រូវហើយគឺដើម្បីធ្វើយ៉ាងណាជួយឲ្យពលរដ្ឋកម្ពុជាទទួលបាននូវសុខសន្តិភាពដែលគាត់អាចវិលត្រឡប់ទៅប្រកបអាជីវកម្មប្រកបរបរចិញ្ចឹមជីវិតរបស់គាត់ដោយប្រក្រតីឡើងវិញនេះជាចំណុចសំខាន់ហើយសម្រាប់ខ្លួនខ្ញុំផ្ទាល់ក្នុងនាមជាពលរដ្ឋមួយរូបខ្ញុំមានក្តីរីករាយមែនទែននៅពេលដែលឃើញប្រមុខរដ្ឋាភិបាលសម្រាប់ជ្រើសយកបទឈប់បាញ់ជាជំរើសចម្បងគ្មានអ្វីប្រសើរជាងជំរើសគ្មានអ្វីប្រសើរជាងសេចក្តីសុខគ្មានអ្វីប្រសើរជាងសន្តិភាពនៅពេលដែលប្រទេសយើងមានសុខសន្តិភាពប្រជាពលរដ្ឋយើងនឹងមានការអភិវឌ្ឍការអាជីវកម្មរបស់គាត់នឹងមានការរីកចម្រើនអញ្ចឹងគ្រប់យ៉ាងគឺប្រមុខដឹកនាំធ្វើគ្រប់យ៉ាងគឺដើម្បីប្រជាពលរដ្ឋរបស់យើងក្នុងនាមជាកងកម្លាំងជួរក្រោយក៏ដូចជាបងប្អូនខ្ញុំទាំងអស់គ្នាពិតជាមានក្តីរំភើបក្រៃលែងដែលប្រមុខរដ្ឋាភិបាលក៏ដូចជាសហគមន៍អន្តរជាតិនិងបណ្ដាប្រទេសមហាអំណាចនៅលើពិភពលោកក៏ដូចជាអង្គការសហជាតិបានជ្រោមជ្រែងឲ្យប្រទេសកម្ពុជាទទួលបានបទឈប់បាញ់មួយដែលជួយពលរដ្ឋកម្ពុជាឲ្យគេចផុតពីភ្លើងសង្គ្រាមហើយអ្វីដែលយើងរំពឹងទុកថាបទឈប់បាញ់នេះនឹងបន្តឲ្យមាននិរន្តរភាពធ្វើយ៉ាងណាកុំឲ្យវិលត្រឡប់មកវិញព្រោះថាពលរដ្ឋកម្ពុជាមិនត្រូវការអ្វីលើសពីសេចក្តីសុខមិនត្រូវការអ្វីលើសពីសន្តិភាពប្រសិនជាគ្មានសន្តិភាពគឺការអភិវឌ្ឍរបស់ប្រទេសជាតិក៏ពុំមានបានដែរហើយខ្ញុំក៏សង្ឃឹមថាចាប់តាំងពីពេលនេះទៅចំណងសាមគ្គីភាពមិត្តភាពក្នុងចំណោមពលរដ្ឋកម្ពុជាគ្រប់ជាន់ថ្នាក់នឹងកើតមានជាបន្តបន្ទាប់និងរក្សាបានជាអមតៈសម្រាប់ក្តីសុខក៏ដូចជាបំណងប្រាថ្នារួមរបស់ពលរដ្ឋកម្ពុជាជាចុងក្រោយនេះខ្ញុំតាំងនាមឲ្យប្រធានសមាគមអតីតនិស្សិតកម្ពុជាមកប្រទេសវៀតណាមក៏ដូចជាបញ្ញវន្តដែលធ្លាប់បានសិក្សានៅក្រៅប្រទេសពួកខ្ញុំមានបំណងប្រាថ្នាតែមួយគត់គឺសង្ឃឹមថាពលរដ្ឋក៏ដូចជាកងកម្លាំងប្រដាប់អាវុធរបស់យើងនឹងមានភាពសុខដុមរមនាឡើងវិញក្រោយបទឈប់បាញ់តែបានចូលជាធរមានហើយក៏ខ្ញុំសង្ឃឹមថាពលរដ្ឋក៏ដូចជាកងកម្លាំងរបស់យើងនឹងបានជួបជុំគ្រួសារប្រកបដោយភាពសុខដុមរមនាហើយក៏សង្ឃឹមថាមហាសាមគ្គីនៃមហាគ្រួសារកម្ពុជានឹងមានការវិវត្តរីកចម្រើនទៅមុខតរៀងទៅហើយក៏ខ្ញុំបាទក៏សូមគ្រប់អរគុណការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរដ្ឋាភិបាលដែលជំរុញឲ្យមានបទឈប់បាញ់រវាងប្រទេសទាំងពីរមួយវិញទៀតក៏ខ្ញុំក៏សូមលើកទឹកចិត្តឲ្យបងប្អូនជនភៀសសឹករបស់យើងក៏ដូចជាវីរៈកងទ័ពជួរមុខរបស់យើងប្រកបទៅដោយសុខភាពល្អកាយវិពលមាំមួនដើម្បីបន្តថែរក្សាក៏ដូចជាការពារទឹកដីរបស់កម្ពុជាយើងឲ្យមានប្រកបទៅដោយសុខសន្តិភាពតរៀងរហូតទៅ